ស្លាយើងឥឡូវមានទស្សនកិច្ចរួមចូលជាមួយសប្បុរសធម៌ឯងមានបានហ្នឹងអត់ យើងដឹងតើគ្រូយើងទៅប្រាប់ខ្ញុំមុនដែរហ្នឹង ចុះឯងទៅទស្សនកិច្ចហ្នឹងអត់ចុះ ឯងដឹងអត់ស្លាយើងមានឯផ្សាយជាមួយនៅទស្សនកិច្ចឆ្នាំហ្នឹងណា យកដល់ផងមានអីខ្លះយើ តែមិនឥឡូវសិនណាចាំយើងប្រាប់ អូខេតោះ ឯងយើងឮថាស្លាយើងឥឡូវមានទស្សនកិច្ចរួមចូលជាមួយសប្បុរសធម៌ឯងមានបានហ្នឹងអត់ យើងដឹងតើគ្រូយើងទៅប្រាប់ខ្ញុំមុនដែរហ្នឹង ចុះឯងទៅទស្សនកិច្ចហ្នឹងអត់ចុះ យើងទៅតើជួយលក្ខណៈ តោះទៅសួរលក្ខណៈឯងជុំលក្ខណៈមកឯងបានទៅទស្សនកិច្ចឆ្នាំហ្នឹងអត់ អូយដូចខ្យល់នេះ ឯងដឹងអត់ស្លាយើងមានឯផ្សាយជាមួយនៅទស្សនកិច្ចឆ្នាំហ្នឹងណា យកដល់ផងមានអីខ្លះយើ តែមិនឥឡូវសិនណាចាំយើងប្រាប់ អូខេតោះអូម៉ែអញថាមានអីចង់ប្រាប់យើងហ៎ ព្រោះមុននោះយើងចង់ប្រាប់ឯងថាទស្សនកិច្ចយើងនឹងមានការរួមបញ្ចូលជាមួយនឹងកម្មវិធីសប្បុរសធម៌ដែរ ហើយសាលាយើងបានប្រកបកម្មវិធីសប្បុរសធម៌ចំនួន2លើកមកហើយ អូគួរចាប់អារម្មណ៍ម៉ែមានសកម្មភាពអីខ្លះហើជាដំបងពួកយើងសូមអង្គកាយគោរពដល់ឯកឧត្តមលោកជំទាវលោកសេនីកញ្ញាទាំងអស់គ្នាលោកគ្រូអ្នកគ្រូសិស្សានុសិស្សទាំងអស់គ្នានាងខ្ញុំឈ្មោះក្រុមសិទ្ធិលក្ខណៈ ខ្ញុំមកឈ្មោះគុនធីមនីវិសាល នាងខ្ញុំឈ្មោះហេងពូឡែពួកយើងគឺជាសិស្សានុសិស្សថ្នាក់ទី11នៃសាលារៀនសវណ្ណភូមិទីតាំងទី24សៀមរាបទី2ជាបន្តទៅទៀតនេះពួកយើងទាំងអស់គ្នានឹងធ្វើការជំរាបជូនអ្នកទាំងអស់គ្នាអំពីកម្មវិធីសប្បុរសធម៌និងដំណើរទស្សនកិច្ចឆ្នាំសិក្សា2024និង2025 តើអ្វីទៅគឺជាបទបង្ហាញនៃកម្មវិធីសប្បុរសធម៌នេះជាការពិតណាស់ដោយមានការដឹកនាំប្រកបដោយចក្ខុវិស័យនិងការយកចិត្តទុកដាក់ពីសំណាក់គ្រប់គ្រងសាលាសានុសិស្សយើងបានចូលរួមកម្មវិធីទាំងអស់នេះជារៀងរាល់ឆ្នាំយើងសង្កេតឃើញថាក្នុងជីវភាពរស់នៅប្រចាំថ្ងៃបងប្អូនមួយចំនួនកំពុងខ្វះខាតសម្ភារៈសិក្សាសម្លៀកបំពាក់ចំណីអាហារដោយបញ្ហាជីវភាពគ្រួសារពុំសមរម្យជាកត្តាដែលធ្វើឲ្យមានការបោះបង់ការសិក្សារៀនសូត្រដូចនេះការចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវលោកស្រីពុកម៉ែបងប្អូនជាសម្ភារៈគ្រឿងឧបភោគបរិភោគក្តីនិងថវិកាក្តីគឺពិតជាបានធ្វើឲ្យមានព្រឹត្តិការណ៍នេះកើតឡើងកម្មវិធីសប្បុរសធម៌នៃសាលារៀនសុវណ្ណភូមិនិងពំនាំនៅថវិកាសម្ភារៈដែលបានទទួលពីសំណាក់ឯកឧត្តមលោកជំទាវលោកគ្រូមេដាបេដាអ្នកអាណាព្យាបាលសិស្សនិងប្រគេនជូនដល់ព្រះចៅអធិការវត្តព្រមទាំងពុទ្ធបរិស័ទនិងក្រុមគ្រួសារដែលមានជីវភាពខ្វះខាតចំនួន10គ្រួសារដែលធ្វើកម្មវិធីនេះនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី7ខែមិថុនាឆ្នាំ2025ក្នុងបរិវេណវត្តអរញ្ញគិរីមុនីសុខុមហៅវត្តស្វាយលើដែលស្ថិតនៅភូមិជប់លើឃុំស្វាយលើស្រុកស្វាយលើខេត្តសៀមរាប តើអ្នកដឹងទេថាសប្បុរសធម៌មានសារៈប្រយោជន៍អ្វីខ្លះសប្បុរសធម៌មានសារៈប្រយោជន៍ដូចជាជួយកាត់បន្ថយភាពក្រីក្រនៅក្នុងសង្គមបណ្ដុះគំនិតនិងលើកស្ទួយវប្បធម៌ចែករំលែកជួយសហការគ្នាជាក្រុមជួយបំបត្តិភាពរើសអើងចាស់សម្រាប់អ្នកតែថ្មីសម្រាប់គេ ជាចាំបញ្ចប់ពួកយើងនឹងសង្ឃឹមថាអ្នកទាំងអស់គ្នាអាចចូលរួមក្នុងកម្មវិធីសប្បុរសធម៌នេះបើសិនជាអ្នកទាំងអស់គ្នាមានចំណាប់អារម្មណ៍ចង់ចូលរួមជាថវិកាឬក៏គ្រឿងឧបភោគបរិភោគអាចមកជួបនឹងការិយាល័យសិក្សាសាលារៀនសុវណ្ណភូមិទី24សាខាសៀមរាបទី2បានឬក៏អាចស្កែនតាមរយៈ QR code ទាំងពីរនេះយើងសូមជូនពរអ្នកទាំងអស់គ្នាឲ្យមានសុខភាពល្អនិងជួបតែពុទ្ធបរិស័ទទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈ8គ្រៀងគ្រៀងឡើយ សាលារៀនសុវណ្ណភូមិជាសាលាចំណេះទូទៅខ្មែរធំជាងគេនិងល្អជាងគេនៅកម្ពុជា